ធ្លាប់ទៅលឺសឡមជូរកូនម៉ែតែមិនដែលបានភ្លក់រសជាតិសឡមជូរកូនឪមែនទេបងប្អូនបាទហើយសឡមមួយមុខនេះគឺដឹងថាជាតិហើយគឺឆ្ងាញ់បាទរបស់គ្រឿងកៅផ្សំរបស់បបាហេងហើយបងប្អូនខ្លះទៀតគាត់អាចហៅថាសឡមមន់ដើមចេកទឹកជ្រលក់គួយក៏បានបាទគឺហៅចំហើយយើងអាចធ្វើបានងាយហើយបងប្អូនខ្ញុំនិយាយត្រង់ថាពេលខ្លះខ្ញុំធ្លាប់ទៅហូបសឡមជូរច្រើនមុខដែរប៉ុន្តែអត់ដែលបានមកសាករសជាតិសឡមជូរកូនម៉ែឬក៏ទាដើមចេកនេះទេអញ្ចឹងបាទថ្ងៃហ្នឹងយើងទៅទស្សនាពីរបៀបធ្វើហើយនឹងគ្រឿងកៅផ្សំដែលអាចធ្វើបានជាមួយបបាហេងទាំងអស់គ្នាហើយជាដំបូងហ្នឹងគឺយើងត្រូវមានដើមចេកបាទយើងកាប់ដើមចេកណាដែលវារៀងខ្ចីម្សៅល្មមបងប្អូនហើយនេះយើងមានទឹកដាក់មកសមល្មមប៉ុណ្ណឹងមកហើយតាមចេករបស់យើងបងប្អូនហើយយើងដាក់ក្រូចឆ្មាពី3ចំណិតទៅរួចជាមួយអំបិលក្រួសហើយដើមចេកយើងសកវាហើយយើងយកវាមកហាន់ស្ដើងបាទបែបនេះមកហើយយើងហាន់ហើយយើងយកវាមកដាក់ត្រាំឬក៏ចំបាច់វាតិចទៅដើម្បីឲ្យវាចេញជ័រអញ្ចឹងបងប្អូនងាយស្រួលហូបបាទបន្ទាប់ពីរួចរាល់យើងមានបាទគល់កៃហើយគឺអត់ផ្លេចទេបាទគល់កៃដែងស្លឹកក្រូចហ្នឹងហើយថែមម្ទេសតាមចំណង់ចំណូលចិត្តយើងបុកវាឲ្យម៉ត់បងប្អូនដើម្បីធ្វើគ្រឿងផ្សំវាឲ្យឆ្ងាញ់បងប្អូនបន្ទាប់ពីគ្រឿងកៅយើងបុករួចរាល់យើងចាប់ដើមបាទដាក់ប្រេងឆាចូលហើយមកបំពងជាមួយនឹងម្ទេសឆាបងប្អូនបាទហើយបន្ទាប់ពីឈ្ងុយហើយយើងថែមគ្រឿងបុកដែលយើងបុកមុនហ្នឹងបាទហើយថែមជាមួយកាពិតិចមករួមជាមួយនឹងប្រហុកចិញ្ច្រាំដាក់តាមចំណូលចិត្តបងប្អូនហើយយើងច្របល់មួយគ្រឿងយើងឲ្យឈ្ងុយតិចមកបាទកុំឲ្យខ្លោចខ្ទះដល់អីយើងបន្ថែមជាមួយនឹងបាទទឹកខ្ទិះដូងរបស់យើងបាទដើម្បីឲ្យគ្រឿងរបស់យើងកុំឲ្យវាខ្លោចបាត់ខ្ទះអញ្ចឹងទៅបន្ទាប់ពីគ្រឿងក្រៅយើងបានលីងសពចូលគ្នាអស់ហើយយើងក៏យកសាច់មាន់ដែលយើងបានកាប់ហើយហ្នឹងយកវាមកច្របល់ជាមួយគ្រឿងយើងដើម្បីឲ្យវាចូលជាតិល្អហើយក៏ឆាប់បានផ្អមបងប្អូនបាទហើយយើងដាក់ជាមួយនឹងខ្ទិះដូងមកលិចសាច់ផុកបន្ថែមជាមួយបាទអំបិលស្ករប៊ីចេងបាទមួយស្លាបព្រាកន្លះស្លាបព្រាដាក់ទឹកត្រីតិចតួចថែមប្រេងខ្យងមកសមល្មមបងប្អូនហើយបន្តមកទៀតយើងថែមជាមួយទឹកដោះគោខាប់មកសមល្មមដែរបងប្អូនបាទដាក់ច្រើនវាអាចនឹងទលាន់អញ្ចឹងគឺយើងដាក់មកសមល្មមទៅហើយចាក់ទឹកបាទមកលិចសាច់តិចបែបនេះហើយយើងថែមជាមួយទឹកអំបិលទុំហើយយើងក្របបារងាស់វាចោលទៅគឺជាការស្រេចហើយបន្ទាប់ពីយើងដាក់រំងាស់សឡចោល4-10នាទីឲ្យវាងុំល្អហើយយើងមកបេះបន្លែបន្ថែមរួចរាល់យើងចាប់ផ្ដើមមកធ្វើទឹកជ្រលក់គួយយើងមានសណ្តែកដីគ្រឿងបុកប្រហុកបន្តិចស្ករប៊ីចេងហើយយើងដាក់ជាមួយទឹកដោះគោខាប់មកសមល្មមហើយបន្ថែមជាមួយនឹងទឹកសឡពុះរបស់យើងហើយជ្រាវវាឲ្យសព្វល្អកុំឲ្យរាវពេកបាទគឺផុកបែបនេះគឺថាឆ្ងាញ់តែម្ដងអូកត់មកគេបន្ទាប់ពីយើងធ្វើទឹកជ្រលក់គួយរួចរាល់យើងមកថែមខ្ទិះដូងដើមហើយបន្ថែមជាមួយនឹងសណ្តែកដីរួមជាមួយនឹងម្ទេសតាមចំណូលចិត្តហើយសឡមួយមុខនេះគឺថារួចរាល់គឺឈ្ងុយហើយឆ្ងាញ់មែនតើ